សួស្តីបងអូនសុខសប្បាយជាទេជាងសុខសប្បាយធម្មតាទេថ្ងៃហ្នឹងមកផ្លែកទៀតហើយយកទៅជីកក្រាញ់ឲ្យបងអូនមើលហើយបើលមាស់ជីកក្រាញ់អីកុំភ្លេចណាហាងលីសាគីធីបើវាចាំបងអូនជានេះហាងខ្ញុំនៅកំពង់សោមណាបងអូនចិត្តសន្និចការតាមលបងសាលារៀនជាសៀមហ្នឹងទៅបងអូនជិះមកត្រង់មកផ្ទះខ្ញុំកែងហ្នឹងហើយហាងពណ៌កាឈូកហ្នឹងហើយបងអូនមើលហើយកុំភ្លេចឲ្យបេះដូងផងណាដើម្បីឲ្យជាងមានកម្លាំងចិត្តកាត់វីដេអូថ្មីឲ្យបងអូនមើលរាល់ថ្ងៃវីដេអូហ្នឹងរៀងវែងតិចណាបងអូនមើលកុំធុញណាវីដេអូវារៀងវែងដល់ពេលដាក់បទចម្រៀងទៅចេះតែចប់ copyright រហូតធុញពេកឥឡូវបញ្ចូលសំឡេងម្ដងតែដល់ពេលបញ្ចូលសំឡេងទៅវាវែងពេកមិនដឹងនិយាយពីអីទេបងអូនបើមកហាងខ្ញុំនិយាយច្រើនដល់ពេលចូលក្នុងវីដេអូមិនដឹងនិយាយពីអីនិយាយដើមកូនខ្ញុំម្ដងបងអូនមានបងអូនណាមានកូនដូចខ្ញុំហ៎កាលនៅវិទូចគាត់ទៅរៀនណាបងអូនបានលេខរៀងខ្ពស់អញ្ចឹងណាសតតែបន្លំសញ្ញេម៉ាយអត់ឲ្យម៉ាយឃើញសភៅតាមដានហ្នឹងណាដល់ពេលអញ្ចឹងខ្ញុំសួរថាគីមដូចថ្ងៃហ្នឹងអត់ឃើញសភៅតាមដានអ្នកគ្រូអញ្ចឹងគាត់ក៏ហៅខ្ញុំបងអូនគាត់សញ្ញេហើយយកទៅឲ្យអ្នកគ្រូហើយតែគាត់ក៏ហៅថាអត់អ្នកគ្រូអត់តន់ចៃម៉ាដល់ពេលខ្ញុំក៏ស្មានតែអ្នកគ្រូអត់តន់ចៃមែនខ្ញុំក៏អត់បានសួរគាត់ទៀតទេដោយសារខ្ញុំក៏រវល់រកស៊ីដែរដល់ពេលអញ្ចឹងខ្ញុំក៏គិតថាប្រហែលអ្នកគ្រូអត់តន់ឲ្យមែនដល់ពេលចូលប្រហែល2ខែខ្ញុំក៏ឆ្ងល់ហាអ្នកគ្រូមិនដែរចាយសភៅតាមដានយឺតអញ្ចឹងឯងស្អែកកូនឯងទៅរៀនកូនឯងសួរអ្នកគ្រូម្ដងទៀតមើលគេលោកអ្នកគ្រូភ្លេចហ៎កូនដល់ពេលខ្ញុំសួរគាត់ពេកបងអូនគាត់ក៏ហត់លេងបានហ៎គាត់អត់ដឹងនិយាយថាមកចូលគាត់ក៏និយាយប្រាប់ខ្ញុំត្រង់ទៅគាត់សញ្ញេជំនួសខ្ញុំហើយបងអូនដឹងអីក្នុងថ្នាក់គាត់42នាក់គាត់រៀនជាប់លេខ38ចិត្តគៀកត្រាអ៊ំនាយកដល់ពេលអញ្ចឹងគាត់អត់ហ៊ានយកមកឲ្យខ្ញុំមើលគាត់បន្លំសញ្ញេខ្ញុំឲ្យអ្នកគ្រូបដ ாய் ដល់ពេលខ្ញុំសួរដេញដោលអញ្ចឹងទៅគាត់និយាយប្រាប់ខ្ញុំត្រង់ខ្ញុំហួសចិត្តហ្មងបងអូនមិនដឹងស្ដីឲ្យគាត់មិនខ្ញុំក៏មើលសញ្ញេហ្នឹងខ្ញុំទៅសារគាត់ហ្មងគាត់បកកែក copy សញ្ញេខ្ញុំដូចគ្នាហ្មងបងអូនមានបងអូនណាមានកូនដូចខ្ញុំអត់ចូលខមមិនមកត្រឡប់មកវិញនិយាយពីជើងវិញម្ដងបងអូនកញ្ចក់ជើងភ្ញៀវហ្នឹងមេជើងហ្នឹងទៅជីកក្រាញ់មកជាហៀងទៀតអត់មានទេបងអូនមើលតែខ្ញុំកាត់ទៅដឹងហើយខាងនេះអត់មានទេតែមកខាងទៀតធំមែនតើណាបងអូនគាត់តែខ្ញុំកាត់ឲ្យគាត់ណាមេជើងខ្ញុំលមាស់ឈីបហ្មងចឹងមិនថាបងអូនណាមានជីកក្រាញ់ធំកប់អីហ្នឹងអត់ដឹងថាទៅកាត់នៅណាឲ្យមកសាក់ឡាយខ្ញុំបានណាធានាបើទៅជីកក្រាញ់ហ្នឹងកប់រៀងជ្រៅពេកឬមួយក៏ចាក់ចូលសាច់អាហ្នឹងយកទៅវារៀងឈាមតិចតួចហើយអញ្ចឹងបានយើងរៀងសគាឈឺតិចអីបងអូនទៅយកឲ្យហើយទៅចឹងក្រោយក៏ខ្ញុំសូមអរគុណបងអូនដែលបានទស្សនាវីដេអូរបស់ខ្ញុំ